អ៊ីរ៉ង់បាញ់គ្រាប់មីស៊ីលលើអ៊ីស្រាអែលជាង100គ្រាប់ប៉ុន្តែត្រូវបានបំបែកទាំងស្រុងដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកសារព័ត៌មាន Daily Express និង CNN ចុះផ្សាយនៅថ្ងៃទី14មិថុនានេះថាអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកវិញកាលពីយប់ថ្ងៃសុក្រដោយកងទ័ពអ៊ីស្រាអែលបានអះថាទីក្រុងតេរ៉ង់បានបាញ់គ្រាប់មីស៊ីលជាង100គ្រាប់ទីក្រុងតេរ៉ង់បានកំណត់គោលដៅតំបន់របស់អ៊ីស្រាអែលជាច្រើនរួមទាំងរដ្ឋធានីតេលអាវីវផងដែរនៅក្នុងតំបន់ដានអ្នកពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះមនុស្សដែលជាប់គាំងនៅក្នុងអគារដោយកងកម្លាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកពន្លត់អគ្គីភ័យកំពុងធ្វើការនៅក្នុងអគារខ្ពស់មួយដើម្បីជួយសង្គ្រោះអ្នកដែលជាប់គាំងនិងពន្លត់ភ្លើងក៏ដូចជាឆ្លើយតបទៅនឹងកន្លែងបំផ្លិចបំផ្លាញចំនួន2មន្ទីរពេទ្យនិយាយថាមនុស្ស7នាក់រងរបួសត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីឈីឡូនៅក្នុងទីក្រុងតេលអាវីវបន្ទាប់ពីរលកចុងក្រោយនៃការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែលវានិយាយថាអ្នកជំងឺភាគច្រើនរបួសស្រាលម្នាក់មានកម្រិតមធ្យមក្រោយមកមានសេចក្តីរាយការណ៍ថាមានអ្នករបួសនៅអ៊ីស្រាអែលដល់ទៅ35នាក់ឯណោះស្នូផ្ទុះខ្លាំងត្រូវបានគេលើសូរនៅក្នុងរដ្ឋធានីតេលអាវីវនិងយេរូសាឡឹមប៉ុន្មាននាទីបន្ទាប់ពីយោធាអ៊ីស្រាអែលបានព្រមានថាខ្លួនរកឃើញគ្រាប់មីស៊ីលអ៊ីរ៉ង់ដែលបាញ់មកបន្ថែមទៀតនៅវេលាម៉ោង 1:30 នាទីរំលងអាត្រៀតឈានចូលថ្ងៃសៅរ៍នៅអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ចំនួន2កន្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកងកម្លាំងយោធាអ៊ីស្រាអែលបាននិយាយថានៅព្រឹកថ្ងៃសៅរ៍នេះកងកម្លាំងការពារជាតិអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់នៅក្នុងទីក្រុងហាម៉ាដាននិងតាប្រីសនៅទូទាំងភាគខាងលិចប្រទេសអ៊ីរ៉ង់មូលដ្ឋានតាប្រីសត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារលើសពីនេះទៀតកងកម្លាំងការពារជាតិអ៊ីស្រាអែលបានបំផ្លាញលើគោលដៅរាប់សិបប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់យន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចពីលើដីទៅដីរបស់ប្រទេសនេះកងកម្លាំងយោធាសហរដ្ឋអាមេរិកជួយបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់មន្ត្រីអាមេរិកពីររូបបាននិយាយថាកងកម្លាំងយោធាសហរដ្ឋអាមេរិកបានជួយបាញ់ទម្លាក់កាំជ្រួចដែលហោះឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters យោធាអ៊ីស្រាអែលនិយាយថាអ្នកស្រុកអាចចាក់ចេញពីទីជម្រកការពារខ្លួនបានហើយអ្នកនពាកងកម្លាំងយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបន្ទាប់ពីការវិយតម្លៃស្ថានភាពទីបញ្ជាការណសេហូមបានចេញសេចក្តីណែនាំថាពួកគេអាចចាក់ចេញពីតំបន់ការពារហើយបន្តនៅជិតទីជម្រកនៅគ្រប់តំបន់នៃប្រទេសនេះបទបញ្ជានេះហាក់ដូចជាមើលស្រាលគ្រាប់មីស៊ីលអ៊ីរ៉ង់មែនទែនត្បិតសហរដ្ឋអាមេរិកជ្រែងជើងជួយទប់បាញ់គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ហើយគ្រាប់មីស៊ីលអ៊ីរ៉ង់គ្មានក្នុងកែវភ្នែកអ៊ីស្រាអែលសូម្បីបន្តិចឡើយអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ីស្រាអែល S-35 ចំនួន2គ្រឿងកងទ័ពអ៊ីរ៉ង់បានអះថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារដោយជោគជ័យនិងបំផ្លាញយន្តហោះចម្បាំង S-35 ចំនួន2គ្រឿងរបស់អ៊ីស្រាអែលបន្ថែមលើយន្តហោះគ្មានមនុស្សបើកតូចៗនិងគ្រាប់ផ្លោងរាប់សិបផ្សេងទៀតកងទ័ពអ៊ីរ៉ង់បន្ថែមថាជោគវាសនារបស់អ្នកបើកយន្តហោះចម្បាំងទាំងពីរនាក់នៅមិនទាន់ដឹងនៅឡើយហើយកំពុងត្រូវបានស៊ើបអង្កេតទោះជាយ៉ាងណាក៏ដោយអ៊ីស្រាអែលនៅមិនទាន់បញ្ជាក់អាងពីការបាញ់ទម្លាក់ S-35 របស់ខ្លួននៅឡើយទេអ៊ីស្រាអែលបញ្ជាក់ពីការវាយប្រហារថ្មីលើទីតាំងនុយក្លេអ៊ីរ៉ង់នៅលើបណ្ដាញ X កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថានៅពេលនេះយន្តហោះចម្បាំងរបស់កងអាកាសរបស់ខ្លួនបានធ្វើការចប់សពគ្រប់ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់របបអ៊ីរ៉ង់នៅក្នុងតំបន់អ៊ីស្ហ្វាហានក្រោមការណែនាំជាក់លាក់ពីផ្នែកស៊ើបការសម្ងាត់គេហទំព័រនេះកំពុងដំណើរការបំផ្លែងឡើងវិញនៃសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់នេះគឺជាដំណាក់កាលបន្ទាប់ក្រោយពីការចម្រាញ់អ៊ុយរ៉ានីញ៉ូមក្នុងដំណើរការផលិតអាវុធនុយក្លេអ៊ែរអគ្គរដ្ឋទូតអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន CNN ថាយ៉ាងហោចណាស់មនុស្ស78នាក់ត្រូវបានសម្លាប់និងជាង300នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលបេសកជនអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិលោកអាមីសាអ៊ីដអ៊ីវ៉ានីបាននិយាយនៅក្នុងកិច្ចប្រជុំសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានសម្លាប់មនុស្សយ៉ាងហោចណាស់78នាក់រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរលោកអ៊ីរ៉ាវ៉ានីនិយាយទៀតថាមនុស្សជាង320នាក់បានរងរបួសដែលភាគច្រើនជាជនស៊ីវិលបើតាមលោកអ៊ីរ៉ាវ៉ានីបានដាក់ការស្ដីបន្ទោសលើសហរដ្ឋអាមេរិកចំពោះការចែករំលែកព័ត៌មានសម្ងាត់និងការគាំទ្រផ្នែកនយោបាយជាមួយអ៊ីស្រាអែលប្រធានអាតូមិកអន្តរជាតិនិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញរោងចក្រចម្រាញ់លើដីនៃរោងចក្រនុយក្លេអ៊ែរណាតានរបស់អ៊ីរ៉ង់លោក Rachel Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិបាននិយាយនៅក្នុងកិច្ចប្រជុំសន្តិសុខអង្គការសហប្រជាជាតិកាលពី
ថ្ងៃសុក្រថាការវាយប្រហារមួយយប់របស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់បានបំផ្លាញរោងចក្រផលិតប្រេងឥន្ធនៈសាកល្បងពីលើដីនៃរោងចក្រនុយក្លេអ៊ែរ Natanz លោក Grossi និយាយថាផ្នែកនៃរោងចក្រនោះបានផលិតសារធាតុអ៊ុយរ៉ានីញ៉ូមដែលមានសារធាតុចម្រាញ់ដល់ទៅ 60% បើតាមលោក Grossi ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងម៉ាស៊ីនភ្លើងបំរុងទុកក៏ត្រូវបំផ្លាញផងដែរលោកបន្ថែមថាការបាត់បង់ថាមពលអាចនឹងធ្វើឲ្យខូចដល់ម៉ាស៊ីនកណ្ដាល